បដិជគុណព្រះគ្រូរតនវិសុទ្ធឆាតសុឆេតខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំបងច្រើនបងអរគុណព្រះគ្រូដែលបានយល់ព្រមផ្ដល់កិច្ចសម្ភាសជាមួយនឹងវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះដើម្បីបកស្រាយពីបញ្ហាខ្លះៗដែលកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ននេះដែលតាក់ទងទៅនឹងធម៌វិន័យនៅក្នុងព្រះពុទ្ធសាសនានិយាយពីធម៌វិន័យរបស់ព្រះសង្ឃត្រូវបានគេចាត់ទុកថាជាឧត្តមភេទដែលប្រជាពុទ្ធបរិស័ទគ្រប់ស្រទាប់វណ្ណៈចាប់តាំងពីប្រជារាស្ត្រសាមញ្ញរហូតដល់ថ្នាក់ដឹកនាំកម្ពុជាហើយនឹងរហូតដល់ព្រះមហាក្សត្រក៏លោកគោរពប្រតិបត្តិហើយចាត់ទុកថាជាស្រែបុណ្យជាបឋមខ្ញុំប្រកាសណាសូមទូលសួរទៅព្រះគ្រូដែលបានបួសរៀននិងមានចំណេះដឹងជ្រៅជ្រះខាងព្រះពុទ្ធសាសនាថាតើការបោះបង់ជីវិតជាជនសាមញ្ញហើយបានចូលទៅសាងព្រះភ្នោះនៅក្នុងព្រះពុទ្ធសាសនាប្រសង់ត្រូវប្រកាន់កប្បកិរិយាយ៉ាងដូចម្តេចទៅបដិជគុណដើម្បីគោរពតាមធម៌វិន័យអរិយាបថរបស់បព្វជិតនៅក្នុងព្រះពុទ្ធសាសនាគឺការសង្រួមនៅកាយការសង្រួមនៅវិជ្ជានិងការសង្រួមនៅចិត្តយ៉ាងទៀតគឺសំដៅទៅលើការចិញ្ចឹមជីវិតដែលប្រឆាទោសមានការចិញ្ចឹមជីវិតជួញដូរមនុស្សសត្វនិងគ្រឿងបហានិងគ្រឿងសម្លាប់ជាដើមទាំងអស់នេះគឺជាអរិយាបថរបស់បព្វជិតនៅក្នុងពុទ្ធសាសនាម្យ៉ាងទៀតព្រះសង្ឃគឺជាឧត្តមភេទដោយលោកគ្រូប៉ែនបណ្ណាបានលើកឡើងពីខាងដើមហើយជាភេទមួយដែលមានការគោរពអំពីកុហករហូតដល់ស្ថាប័ននៃព្រះមហាក្សត្រសំខាន់គឺព្រះសង្ឃបង្ហាញនៅអកប្បកិរិយាគូជាទីជ្រះថ្លានៃបរិស័ទទាំងឡាយគឺការសង្រួមឥឡូវនេះដូចជាបដិជគុណព្រះគ្រូក៏ដូចជាអស់លោកអ្នកស្ដាប់បានឃើញនៅព្រឹត្តិការណ៍សង្គមមួយដែលគួរឲ្យកត់សម្គាល់សប្តាហ៍ថ្ងៃនេះគឺថាមានព្រះសង្ឃមួយចំនួនព្រះអង្គបានចេញធ្វើបាតុកម្មតវ៉ាជាមួយនឹងប្រជាពលរដ្ឋដែលមានបញ្ហាផ្សេងៗដូចជាបញ្ហាដីធ្លីហើយនឹងមានទុក្ខលំបាកផ្សេងៗទៀតនឹងក្នុងករណីនេះមានអ្នកខ្លះបកស្រាយថាការធ្វើបែបនេះខុសធម៌វិន័យប៉ុន្តែមានមតិមួយទៀតយល់ថាសកម្មភាពរបស់ព្រះសង្ឃធ្វើបាតុកម្មនឹងគឺជាការជួយឈឺឆ្អាលគឺតួនាទីមួយរបស់ព្រះសង្ឃដែរក្នុងការជួយឈឺឆ្អាលដល់ប្រជាពលរដ្ឋដែលជួបនឹងបញ្ហាតើបដិជគុណព្រះគ្រូអាចពន្យល់បកស្រាយយ៉ាងដូចម្ដេចអំពីទស្សនៈទាំងពីរនឹងសូមអរគុណនិមន្តទស្សនៈទាំងពីរនេះគឺផ្សេងពីគ្នាមួយគាំទ្រមួយមិនគាំទ្របើលើកឡើងទៅគឺអ្នកដែលមានបញ្ហាគឺគាត់គាំទ្រដែលបានឃើញប្រសង់ចូលរួមសម្រាប់អ្នកដែលមិនមានបញ្ហាដែលធ្វើបាបគ្នាហ្នឹងគឺមិនសប្បាយចិត្តនៅពេលដែលប្រសង់ចូលរួមពីព្រោះប្រសង់ជាទីសក្ការៈនៃបរិស័ទទាំងឡាយកាលណាដែលប្រសង់ចូលរួមវាជាបញ្ហាមួយដែលធ្វើឲ្យគាត់នឹងមាននៅភាពមិនសប្បាយចិត្តនៅអ្វីដែលគាត់បានធ្វើខុសអញ្ចឹងត្រង់ចំណុចថាតើប្រសង់ធ្វើបាតកម្មបានទេនៅក្នុងធម៌វិន័យអត់ហាមគាត់ទេប្រសង់ធ្វើបានប៉ុន្តែការធ្វើបាតកម្មរបស់ប្រសង់គឺមានដែនកំណត់គឺប្រសង់មិនត្រូវកាន់ដបងកាន់បំណងឬក៏កាន់គ្រឿងបហាយណានេះមួយទេហើយម្យ៉ាងទៀតគឺប្រសង់មិនត្រូវស្រែកខ្ញុំតង់លោកឡាដូចជាកិរិយាវិសទេហើយម្យ៉ាងទៀតគឺប្រសង់មិនត្រូវមានចិត្តញុះញង់ពីម្ខាងទៅម្ខាងទេនេះជាអរិយាបថប្រសង់ដែលទៅធ្វើបាតកម្មសម័យពុទ្ធកាលក៏មានប្រសង់ធ្វើបាតកម្មដែរប៉ុន្តែលោកទៅដោយស្ងៀមស្ងាត់បង្ហាញឲ្យគេឃើញថាប្រសង់មិនសប្បាយចិត្តនឹងអ្វីមួយដែលយើងកំពុងធ្វើប៉ះពាល់ដល់សាសនាឬក៏ប៉ះពាល់ដល់ប្រជាជនឬក៏បរិស័ទរបស់លោកអីចឹងទៅប៉ុន្តែត្រង់ដល់ចំណុចមួយទៀតគឺដោយបានឃើញប្រសង់ទៅចូលរួមនឹងអ្នកខ្លះមិនសប្បាយចិត្តដោយពេលខ្លះក៏ឃើញប្រសង់កាន់ដបងកាន់បំណងយ៉ាងទៀតរហូតដល់ជន់ឈ្លីទងជាតិទងសាសនាអីជាដើមហ្នឹងក៏ជាបញ្ហាមួយហើយម្យ៉ាងទៀតគឺការស្រែកជេរអីជាដើមនេះក៏ជាទង្វើមួយដែលមិនសមរម្យពីព្រោះអ្វីដែលខ្មែរលើកឡើងនេះមិនមែនកាន់ជើងហាត់ហាត់ទេគឺជាការបង្ហាញថាប្រសង់ធ្វើបាតកម្មបានប៉ុន្តែគឺមានដែនកំណត់ហើយម្យ៉ាងទៀតប្រសង់ធ្វើបាតកម្មហ្នឹងគឺត្រូវគិតដែរត្រូវគិតជួនកាលទៅបាតកម្មមនុស្សប្រជុំគ្នាមានទាំងស្រីមានទាំងប្រុសជួនកាលទៅឆ្មៀតគ្នាអីក៏មិនក៏បីដែរប៉ុន្តែគឺមកឡើងថាប្រសង់ធ្វើបាតកម្មបានតើដូចគុណអាចលើកយកអ្វីមួយមកបញ្ជាក់ឧទាហរណ៍ថានៅក្នុងពុទ្ធកាលហ្នឹងប្រសង់ក៏អាចធ្វើបាតុកម្មដែរប៉ុន្តែមានអ្វីចែងនៅក្នុងប្រតិបត្តិដកណាមួយដែលយើងអាចបង្ហាញថាប្រសង់មានសិទ្ធិធ្វើបាតុកម្មដូចគុណមាននៅក្នុងពុទ្ធសាសនាសម័យកាលនោះគឺព្រះរាជាមួយព្រះអង្គដែលទទួលសំណូកពីពួកនិក្រន់អន្តរថៃហ្នឹងក៏ចំណែនជាមួយនឹងព្រះសម្មាសម្ពុទ្ធដែលព្រះអង្គកសាងវត្តមួយគឺអមណត្តបណ្ឌិតកសិកសាងវត្តមួយនៅស្រុងសាវត្ថីគឺវត្តចេតពុនហ្នឹងក្នុងគណៈពេលហ្នឹងឯងគឺពួកនិក្រន់អន្តរថៃហ្នឹងឃើញគេទៅជ្រះថ្លាមួយព្រះអង្គពេក
ដល់ពេលឃើញតែជ្រះថ្លាជាមួយព្រះអង្គគ្រប់ព្រះអង្គច្រើនខ្លួនឯងមិនសូវមានណាគ្រប់ក្នុងគណៈពេលហ្នឹងក៏សូមការអនុញ្ញាតពីព្រះរាជាហ្នឹងថាអនុញ្ញាតឲ្យខ្ញុំកសាងវត្តមួយមកខ្ញុំឲ្យប៉ុណ្ណេះតទៅព្រះរាជាទទួលសំណូកដល់ពេលព្រះរាជាទទួលសំណូកក្នុងគណៈពេលហ្នឹងព្រះអង្គអត់និមន្តទៅគឺសាវករបស់ព្រះអង្គនិមន្តទៅដើម្បីជួបថាសូមកុំឲ្យព្រះរាជានឹងអនុញ្ញាតឲ្យពួកនិគុណដេរថីនឹងកសាងវត្តចិត្តគ្នាអីកាលណាដែលកសាងវត្តចិត្តគ្នាវាមានបញ្ហាហើយកុំឲ្យគេថាបែកជាបកជាពួកជាក្រុមបន្ទាប់ទៅលោកនិមន្តទៅគឺព្រះរាជាអត់មកជួបបន្ទាប់ទៅសាវកឆ្វេងស្ដាំទៅអត់មកជួបទៀតក្នុងគណៈពេលនោះព្រះមានភាពអង្គទៅដោយខ្លួនឯងព្រះអង្គទៅខ្លួនឯងហើយលោកនិមន្តទៅនោះគឺព្រះអង្គអត់លោកអត់ទៅសេកអត់ទៅជេរអត់ទៅកាន់តបងអីទេគឺលោកទៅធម្មតាដោយស្ងៀមស្ងាត់ដើម្បីសួរណែនាំព្រះរាជានឹងហើយម្យ៉ាងទៀតព្រះរាជានឹងមិនចេញមកជួបដោយភាពខ្មាស់អៀនដល់ពេលពុទ្ធទៅព្រះរាជានឹងចេញមកជួបបន្ទាប់ទៅក៏ព្រះអង្គសន្និសនាជាមួយទៅហើយបន្ទាប់ទៅព្រះរាជានឹងក៏ឈប់ឲ្យពុទ្ធនិគុណនឹងក៏សាងវត្តក្បែរហ្នឹងហើយវត្តហ្នឹងក៏បដូរឈ្មោះប៉ុន្តែវត្តនៅក្នុងសំណាក់ហ្នឹងដែរគឺឲ្យឈ្មោះថាពុទ្ធពពារាមនេះគឺជាការចែងឡើងក្នុងពុទ្ធសាសនាថាប្រសង្ឃអាចធ្វើបាតកម្មបានប៉ុន្តែគឺមិនសំដែងអាការៈណាមួយដែលខុសឆ្គងនឹងធម៌វិន័យដូចដែលដេចគុណប្រគ្រូបានលើកឡើងបាញ់មិញហើយទាំងអស់គ្នាក៏បានឃើញហើយថានៅក្នុងបាតុកម្មដែលបានកើតឡើងជាហូរហែកន្លងមកនេះប្រសង់ដែលចូលរួមបាតុកម្មលោកស្រែកតាមមីក្រូលោកបានដុតទង់ជាតិដេចគុណថាមិនត្រូវនឹងធម្មវិន័យទេអ្វីទៅជាបញ្ញត្តិនៅក្នុងពុទ្ធសាសនាអំពីបញ្ហានោះកិច្ចរបស់ព្រះសង្ឃបានពោលថាភិក្ខុសាមណេរក៏បីសិក្សាថាអាត្មាអញមិនស្រែកឲ្យលឺនៅចន្លោះនៃផ្ទះឬក៏ចន្លោះនៃស្រុកកាលណាដែលស្រែកលឺវាមិនជាទីជ្រះថ្លានៃបរិស័ទអ្នកខ្លះគាំទ្រនៅថាអ្វីដែលលោកបានស្រែកជាការធំត្រូវប៉ុន្តែពេលខ្លះគឺមិនត្រឹមត្រូវដោយសារការស្រែកហ្នឹងបរិស័ទខ្លះអ្នកដែលមិនទាន់មានសទ្ធាគ្នាលែងមានអ្នកខ្លះបំរុងនឹងមានលែងមានអ្នកខ្លះមានហ្នឹងគឺថយចុះនេះគឺជារឿងមួយដែលយើងត្រូវគិតថាគឺប្រសងមិនគូស្រែកលឺឬក៏ស្រែកជេរគ្រាបភិក្ខុអង្គណាស្រែកជេរឬក៏ស្រែកលឺក្នុងចន្លោះទេគឺត្រូវអាบัติដូចជាមានការប៉ះទង្គិចពាក្យសម្ដីគ្នារវាងប្រសងជាមួយសមាជិកហ្នឹងក៏មិនគួរគប្បីដែរឬមកយ៉ាងម៉េចមិនគួរគប្បីពីព្រោះវាមិនមែនជាដំណោះស្រាយតាមរយៈការដោះស្រាយតាមរយៈពាក្យសម្ដីតកោះបោះបោកមួយគ្នាទេគឺការនិយាយអញ្ចឹងត្រង់ចំណុចទាំងឯងប៉ុន្តែតាមដែលខ្ញុំមើលទៅក៏ប្រសងក៏លោកមិនចង់ធ្វើដែរប៉ុន្តែអ្វីដែលលោកធ្វើនោះគឺជាភាពឆ្អែតចិត្តជាមួយនឹងឯកញ្ញាធម៌អានេះដែលជាបញ្ហាមួយប្រហាក់បីដូចជាទឹកដែលពេលកំពុងតែបាក់មកហើយយើងយកទៅទប់កាលណាដែលទំនប់របស់យើងវាមាំគឺវាបាក់មានន័យថាអញ្ចឹងបើសិនជាក្នុងនាមជាអ្នកបួសនៅក្នុងព្រះពុទ្ធសាសនាហ្នឹងតែគួរទប់ចិត្តនឹងកុំឲ្យបាក់ដូចដែលរាជគុណប្រគូលើកឡើងមិញទេឬមួយក៏អាចពីខ្លះទ្រាំមិនបានដែរជាធម្មតាបព្វជិតគួរទប់ប៉ុន្តែវិស័យនៃពុទ្ធជនទប់មិនបានពីព្រោះវានៅមានចិត្តនៃកំហឹងកាប់ទៅនៅស្រុកខ្មែររោគវាកាន់តែធំទៅហើយយើងមិនទប់ពីព្យាបាលពីថ្មីអត់ត្រង់ចំណុចហ្នឹងដែលជាបញ្ហាមួយដែលយើងត្រូវគិតទាំងអស់គ្នាទាំងសងខាងទាំងអាជ្ញាធរទាំងប្រសងត្រូវគិតតែចំណុចប្រសពកណ្ដាលកន្លែងណាមួយដែលយើងរើសទៅវាត្រឹមត្រូវប៉ុន្តែយើងវាមិនព្រមគឺរៀងខ្លួនអាត្រង់ដែលរៀងខ្លួននឹងឯងវាជាបញ្ហាមួយដែលលំបាកដោះស្រាយបញ្ហាសំខាន់គឺការបន្ទាបខ្លួនពុទ្ធព្រះអង្គសម្ដែងថាបុគ្គលគេបដាងារគឺបន្ទាបខ្លួនទាំងអាជ្ញាធរនឹងក៏គូបន្ទាបទាំងប្រសង់ក៏គូបន្ទាបយើងអាចរកដោះស្រាយឃើញតែសួរតែពីអ្នកហ្នឹងគឺប្រឈមមុខដើម្បីដោះស្រាយអត់គឺអត់តើអ្វីដែលបានកើតឡើងកន្លងមកដូចជាសកម្មភាពរបស់ប្រសង់ចូលរួមបាតកម្មជាហូរហែហ្នឹងអាចមានរូបភាពមិនល្អឬក៏ជះឥទ្ធិពលអ្វីដល់ព្រះពុទ្ធសាសនាដែរទេបងមានខ្លះនិងអត់ខ្លះគ្រូដោយចំណុចខ្លះគឺដូចមកលើកឡើងថាខាងណបកណ្ណាចអីចឹងទៅគឺគាត់មិនគាំទ្រនៅទង្វើរបស់ព្រះសង្ឃដែលធ្វើរបៀបនេះប៉ុន្តែប្រជាជនដែលគ្នារងគ្រោះគឺគ្នាគាំទ្រនៅទង្វើរបស់ព្រះសង្ឃរហូតដល់លើកឡើងថាព្រះសង្ឃរស់ដោយសារព្រះសង្ឃគឺព្រះសង្ឃត្រូវតែជួយព្រះសង្ឃប៉ុន្តែវាត្រូវស្ថិតនៅក្នុងលក្ខខណ្ឌដែលមានកម្រិតផងដែរជួនកាលយើងអត់ទាន់ជួយខ្លួនឯងបានយើងនឹងជួយនៅទៅជាបញ្ហាពុទ្ធព្រះអង្គមករៀនថាជួយខ្លួនឯងជួយនៅដទៃជួយខ្លួនឯងចង់មានន័យថាប្រសង់ត្រូវមានចិត្តបរិសុទ្ធជ្រះថ្លាជាងកុហកសិនតាមទៅជួយកុហកឬមួយក៏យ៉ាងម៉េចចឹងបងបើចិត្តឡើងជារឿងមួយដែលត្រឹមត្រូវសំដីពុទ្ធក៏ព្រះអង្គជួយខ្លួនឯងបានទៅជួយគេដែរប៉ុន្តែថាតើអ្វីទៅជាដំណោះស្រាយសម្រាប់សហគមន៍សង្ឃដើម្បីជួយរំដោះទុក្ខប្រជាពលរដ្ឋដើម្បីជួយឲ្យអាជ្ញាធរទាំងឡាយគាត់យល់ត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតើប្រសង់មានតួនាទីធ្វើដូចម្ដេចដោយជួយប្រជាពលរដ្ឋផងដោយមិនបំពានទៅលើធម៌វិន័យព្រះពុទ្ធសាសនាផងសប្តាហ៍ថ្ងៃប្រសង់របស់យើងគឺខ្សោយដល់ពេលខ្សោយគឺនិយាយទៅកាន់សង្គមគឺអត់សូវមានតម្លៃទេដោយស្ថាប័នប្រសង់គឺតាំងពីដើមមកវាស្ថិតនៅក្រោមបុគ្គលនយោបាយ
ដល់ពេលចឹងគឺរាល់នៃការនិយាយគឺលោកអត់ហ៊ាននិយាយទេកាលណាដែលនិយាយគឺខ្លាចបាត់នេះខ្លាចបាត់នោះហើយម្យ៉ាងទៀតគឺអាយុជីវិតរបស់លោកឬតំណែងរបស់លោកអញ្ចឹងគឺលោកអត់និយាយហើយម្យ៉ាងទៀតចំណេះដឹងរបស់លោកនៅខ្សោយអញ្ចឹងហើយបានជាមុនប្រសងនិយាយទៅកាន់ប្រសក់គឺប្រសក់ស្ដាប់ដោយមិនដែលសង្ឃរាជជួនណាមន្ត្រីណាក៏ស្គាល់លោកដែរមន្ត្រីណាក៏រកលោកហេតុអីពីព្រោះលោកគឺជាបុគ្គលដែលខ្លាំងគឺចំណេះដឹងដល់ពេលសប្តាហ៍ថ្ងៃនេះគឺប្រសងមិនខ្លាំងទៅដល់ចំណេះដឹងដល់ពេលនិយាយកាន់ប្រសក់និយាយមិនកើតបើប្រសក់គេបណ្ឌិតខ្លួនឯងអនុបណ្ឌិតដល់យើងមានទស្សនៈនឹងឯងអញ្ចឹងបានយើងមើលកាពីដើមគឺប្រសងក្តីឥសីក្តីតបោះក្តីព្រាមក្តីចូលនៅក្នុងវាំងមកណាក៏បានដែរមិនបាច់មានការសូមអនុញ្ញាតពីព្រោះពួកហ្នឹងគឺជាអ្នកផ្ដល់ចំណេះដឹងទៅដល់ព្រះមហាក្សត្រនិងមន្ត្រីទាំងឡាយប៉ុន្តែសប្តាហ៍ថ្ងៃគឺអត់អញ្ចឹងត្រង់ចំណុចនេះគឺប្រសងទៅពង្រឹងខ្លួនឯងប៉ុន្តែទូនទីប្រសងត្រូវមានដែរទី1ប្រសងហ្នឹងគឺផ្ដល់ចំណេះដឹងដល់ពុទ្ធបរិស័ទទាំងផ្លូវលោកទាំងផ្លូវធម៌នៅអ្វីដែលពុទ្ធបរិស័ទមិនទាន់ចេះដឹងទី2បើគាត់ចេះដឹងហើយមិនច្បាស់ប្រសងធ្វើបញ្យលគាត់រឹតតែច្បាស់ទី3ប្រសងបញ្យលប្រសក់ឲ្យចេះសាមគ្គីគ្នាប្រសងបញ្យលប្រសក់ថាបែកបាក់សាមគ្គីមិនមែនបានសេចក្តីសុខទេដល់ពេលប្រការទី5ប្រសងហ្នឹងគឺបង្ហាញប្រសក់ថាត្រូវមានចិត្តល្អរវាងគ្នានឹងគ្នាជាចុងក្រោយតើបដិជគុណមានព្រះដំបូលមានអ្វីទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីឲ្យដោះស្រាយបញ្ហាហើយយកព្រះធម៌ធ្វើជាផ្លូវដើម្បីជៀសវាងបញ្ហាជាចុងក្រោយគឺអាត្មាសូមឲ្យព្រះសង្ឃនិងអាជ្ញាធរហ្នឹងរៀនទទួលយកការពិតគឺភាពខុសទាំងអស់គ្នាកុំយកតែត្រូវកាលណាដែលមនុស្សយកតែត្រូវក្នុងពេលនេះឯងរកដំណោះស្រាយអត់ឃើញទេពីព្រោះគ្រប់មនុស្សទាំងអស់គ្មាននរណាមានភាពត្រឹមត្រូវទេគឺមានភាពខុសដូចគ្នាប៉ុន្តែកុំខ្លាចនៅពេលដែលយើងធ្វើខុសហើយគេនិយាយខ្លាចអន់សូមបង្ហាញពីកំហុសរបស់ខ្លួនហើយឲ្យគេនិយាយបន្តទៅយើងដោះស្រាយបញ្ហាទើបបញ្ហាបញ្ចប់ទៅបានដោយសារតែអស់ពេលខ្ញុំបកករណាសូមថ្លែងអំណរព្រគុណសាជាថ្មីចំពោះព្រះតេជគុណព្រះគ្រូរតនវិសុទ្ធឆាត់សុឆេតគង់នៅវត្តបូទុមដែលបានចំណាយពេលវេលាដើម្បីផ្ដល់ជាកិច្ចសម្ភាសសូមថ្លែងអំណរព្រគុណនិងសូមក្រាបថ្វាយបង្គំលាច្រើនពលលាគូ